នាព្រឹកថ្ងៃទី28ខែធ្នូឆ្នាំ2025ឯកឧត្តមហូតហៈរដ្ឋមន្ត្រីក្រសួងទេសចរអនុប្រធានគណៈកម្មការជាតិនិងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អមភូមិ Francophone រួមជាមួយលោកជំទាវគតិបណ្ឌិតអង្គន្ថាភាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល Francophonie លើកទី20ឆ្នាំ2026និងជាប្រធានអនុគណៈកម្មការទី5នៃព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សានិងពិគ្រោះយោបល់លើការកំណត់ទីតាំងនិងត្រៀមរៀបចំព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូល Francophonie លើកទី20ឆ្នាំ2026ដោយមានការចូលរួមពីឯកឧត្តមខើមករារដ្ឋលេខាធិការនិងជាតំណាងក្រសួងប្រៃសណីនិងទូរគមនាគមន៍ឯកឧត្តមពីអន្តរក្រសួងតំណាងរដ្ឋបាលខេត្តសៀមរាបតំណាងអាជ្ញាធរជាតិអប្សរាតំណាងអភិបាលក្រុងសៀមរាបតំណាងរដ្ឋកោទឹកតំណាងអគ្គិសនីខេត្តតំណាងស្នងការខេត្តតំណាងកងរាជអាវុធហត្ថតំណាងទីចាត់ការទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិនិងតំណាងទីចាត់ការអន្តរវិស័យនៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាបអង្គប្រជុំទាំងមូលបានពិភាក្សានិងផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើគ្រប់ទិដ្ឋភាពនិងចែករំលែកនៅបទពិសោធន៍រៀបចំកម្មវិធីកន្លងមកដែលបានផ្ដល់នូវធាតុចូលល្អៗលើការកំណត់ទីតាំងដែលល្អនិងសមស្របសម្រាប់រៀបចំព្រឹត្តិការណ៍អមចំនួន2ដែលបានគ្រោងទុកគឺភូមិ Francophone និង Francoticអង្គប្រជុំទាំងមូលបានកំណត់ទីតាំងចំនួន2សម្រាប់ការចុះពិនិត្យនិងស្នើសុំគោលការណ៍រៀបចំគឺព្រះលានជលដំរីនិងប្រលានយន្តហោះសៀមរាបចាស់បន្ទាប់ពីកិច្ចប្រជុំនិងការឯកភាពលើទីតាំងរួចហើយសមាជិកអង្គប្រជុំទាំងអស់បានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅព្រះលានជលដំរីនិងប្រលានយន្តហោះសៀមរាបចាស់ដើម្បីពិនិត្យនិងវាយតម្លៃជាក់ស្ដែងបន្ថែមទៀតនិងដើម្បីសរុបលើកជាគោលការណ៍ស្នើសុំការសម្រេចពីគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល Francophonie លើកទី20ឆ្នាំ2026